យន្តបើកបំបុកក្រុមអ្នកគ្រប់គ្រង Liverpool អំឡុងពិធីដង្ហែពាន Premier League របស់មនុស្ស47នាក់រថយន្តមួយគ្រឿងបានបើកបំបុកក្រុមអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ហង្សក្រហម Liverpool ពេលពួកគេចេញចូលរួមអបអរសាទរកម្មវិធីដង្ហែពានរង្វាន់ក្របខ័ណ្ឌ Premier League បណ្ដាលឲ្យមនុស្ស47នាក់រងរបួសហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវ Wester ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេសនាវេលាម៉ោង 6 ល្ងាចថ្ងៃច័ន្ទទី 26 ខែឧសភាឆ្នាំ 2025 គណៈមនុស្សរាប់ម៉ឺននាក់កំពុងចូលរួមកម្មវិធីយ៉ាងសប្បាយរីករាយតាមការបញ្ជាក់ពីសេវាសុខាភិបាល Norwest ក្នុងចំណោមអ្នករបួសទាំង47នាក់មាន20នាក់ព្យាបាលរបួសនៅនឹងកន្លែងកើតហេតុចំណែក27នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យខណៈ2នាក់ត្រូវរបួសធ្ងន់ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរភ្លាមក្រោយកើតហេតុប៉ូលីសបានចាប់ខ្លួនអ្នកបើកបររថយន្តគឺបុរសអង់គ្លេសវ័យ53ឆ្នាំដែលជាអ្នករស់នៅក្នុងទីក្រុង Liverpool ទាល់តែម្ដងទោះបីជាយ៉ាងណាក៏ដោយប៉ូលីសនៅមិនទាន់រកឃើញមូលហេតុដែលបុរសរូបនេះបើករថយន្តបំបុកហ្វូងមនុស្សឡើយប៉ុន្តែអាជ្ញាធរបានច្រានចោលថាហេតុការណ៍នេះមិនមែនជាអំពើភេរវកម្មនោះទេគឺគាត់ធ្វើសកម្មភាពតែម្នាក់ឯងគត់សូមជម្រាបថាតាមពិតទៅ Liverpool ឈ្នះពាន League កំពូលអង់គ្លេសរដូវកាល 2024-2025 តាំងតែពីថ្ងៃទី 27 ខែមេសាមកម្លេះបន្ទាប់ពីឈ្នះមុនថ្ងៃនេះនៅកីឡាដ្ឋាន Anfield Liverpool បានបញ្ចប់រដូវកាលជាមួយ84ពិន្ទុដាច់ក្រុមលេខ 2 កំភ្លើងធំ Arsenal 10ពិន្ទុហើយជើងឯកលីកឆ្នាំនេះគឺជាពានលើកទី 20 របស់ Liverpool តាមស្មើកំណត់ត្រារបស់បិសាចក្រហម Manchester United